បើសិនបងប្អូនអរគ្នាគឺជា DJ ហើយចង់ level up skill ខ្លួនឯងឬក៏ចង់ធ្វើឲ្យខ្លួនឯងមានភាពលេចធ្លោជាងមុនទៅទៀតខ្ញុំចង់អ្នកនរគ្នាស្ដាប់វីដេអូមួយនេះហើយនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំបានសិក្សាកន្លងមកបើសិនជាបងប្អូនគឺជា DJ ហើយបងប្អូនចាក់បទចម្រៀងណាដែល DJ ដទៃក៏គេអាចចាក់បានឬក៏អ្នកដទៃក៏គេអាចចាក់បាន promoter គេអត់បុកយើងទេគឺគេទាំងទៅបុក DJ ផ្សេងក៏បានដែរហើយពេលខ្លះគេបុកនឹងអាចមានតម្លៃធូរថ្លៃឬក៏ថោកជាងយើងទៀតដោយសារអីដោយសារ taste បទចម្រៀងដែលយើងចាក់គឺវាដូចទៅនឹង DJ ផ្សេងដែលគេកំពុងចាក់ដែរអាហ្នឹងហើយដែលធ្វើឲ្យយើងមានភាពលេចធ្លោដោយសារគេក៏ដូចយើងក៏ដូចគេអញ្ចឹងពេលខ្លះ promoter ឬក៏ club venue គេចង់បានធូរថ្លៃគេចង់ចំណេញលុយគឺគេទៅរកអ្នកផ្សេងហើយគេអត់មកយកយើងទេព្រោះអីបើគេយកយើងហើយយកអ្នកដទៃយើងចាក់ style ចម្រៀងដូចតែគ្នាចម្រៀងយើងតែមួយដដែលគឺគេសុខចិត្តយកអ្នកដទៃដោយសារតម្លៃធូរថ្លៃជាងឧទាហរណ៍ថាបើសិនជាគេបុកយើងលុះត្រាណាតតែយើងជា DJ មួយដែលមានកេរ្តិ៍ឈ្មោះដែលមានភាពល្បីល្បាញគេស្គាល់ច្រើនហើយយើងលក់សម្បត្តិបានច្រើនអាហ្នឹងខ្ញុំនិយាយនៅ club ស្រុកគេដោយសារលក់សម្បត្តិឬក៏ festival លក់សម្បត្តិប៉ុន្តែបើសិនជានៅខ្មែរគឺយើងលក់ drink គឺយើងអាចហៅភ្ញៀវមកដើម្បីចូលក្នុង club ផឹកស៊ីឬក៏មកមើលការសម្ដែងរបស់យើងបានហ្នឹងបើសិនជាយើងល្បីគឺគេបុកយើងដោយសារយើងមានផលប្រយោជន៍សម្រាប់ club ឬក៏ venue ដែលគេត្រូវការលក់ drink ឬក៏លក់ beer ឬក៏លក់ស្រាដើម្បីរកលុយប្រមូលផលចំណេញពីការសម្ដែងរបស់យើងប៉ុន្តែបើសិនជាអ្នកនរគ្នាមិនមែន DJ ល្បីគឺគេអត់យកយើងទេគឺយើង0ហើយគឺយើងខាតហើយកន្លែងនេះខ្ញុំសូមបែងចែកអ្នកនរគ្នាបានយល់មិនហ្នឹងខ្ញុំបាននិយាយអំពី DJ ដែលគាត់ចាក់បទដោយអ្នក DJ ដទៃផ្សេងក៏គេចាក់បានដែរអញ្ចឹងខ្ញុំនិយាយ separate កន្លែងនេះហេតុអីខ្ញុំអាចមានឱកាសបានទៅសម្ដែងនៅក្រៅប្រទេសដូចជាអូស្ត្រាលីមីយ៉ាន់ម៉ាកាណាដាឬក៏ទៅខ្មែរហោះពីកាណាដាទៅខ្មែរដើម្បី perform festival ឬក៏ club ឬក៏ event ផ្សេងគេអញ្ជើញខ្ញុំទៅដោយសារខ្ញុំមាន taste របស់ខ្ញុំគឺជាខ្ញុំមាន unique របស់ខ្លួនខ្ញុំហើយដើម្បីបានខ្ញុំនិយាយបែបនេះគឺនៅពេលដែល club ឬក៏ venue គេបុកខ្ញុំគេមើលឃើញពី potential របស់ខ្ញុំគេមើលឃើញពី unique style របស់ខ្ញុំសម្រាប់ business side សម្រាប់ club ឬក៏ venue វិញនៅពេលដែលគេបុកខ្ញុំទៅគឺគេមានឱកាសដើម្បីហៅភ្ញៀវឬក៏ហៅអ្នកគ្រប់គ្រងខ្ញុំគេមកស្ដាប់ចម្រៀងរបស់ខ្ញុំហើយអ្នកដែលគេមកគ្រប់គ្រង show របស់ខ្ញុំ fan របស់ខ្ញុំគឺគេដឹងថាគេមកគ្រប់គ្រងខ្ញុំគឺគេនឹងបានស្ដាប់បទចម្រៀងថ្មីបទចម្រៀងដែលអត់ទាន់បានចេញ unreleased track គេបានស្ដាប់ sound ថ្មីពីខ្ញុំគេបានស្ដាប់បទ mash up ថ្មីឬក៏ edit ឬក៏ remix ថ្មីពីខ្ញុំដែលអត់មាននៅលើប្រព័ន្ធអ៊ីនធឺណិតឬក៏ DJ ផ្សេងឬក៏សិល្បករណាមានបទចម្រៀងដូចខ្ញុំគឺមានតែខ្ញុំម្នាក់អញ្ចឹងកន្លែងហ្នឹងឯងធ្វើឲ្យយើងមានភាពលេចធ្លោយើងខុសពីអ្នកដទៃ sound គឺមានតែយើងជាយើងគឺអត់មានតែគេមានបទចម្រៀងដូចយើងទេហេតុនេះហើយបាន venue គេបុកយើងហើយបើសិនជាយើងប្រៀបធៀបរវាង DJ ធម្មតាឬក៏សិល្បករធម្មតានិងសិល្បករបែបដូចខ្ញុំធ្វើចម្រៀងឬក៏ផលិតចម្រៀងខ្លួនឯងនៅពេលដែល venue ឬក៏ festival ឬក៏ club ណាដែលគេ compare គេជំរើសយកមួយណាគឺគេនឹងយកពួកខ្ញុំដែលជា producer ឬក៏ DJ ឯងដោយសារអីពួកខ្ញុំមានឱកាសច្រើនជាងដោយសារពួកខ្ញុំគឺជាអ្នកបង្កើតតន្ត្រីខ្លួនឯងមាន style មាន unique sound របស់ខ្លួនឯងអញ្ចឹងយើងមានឱកាសច្រើនជាងអ្នកដែលគេ DJ ធម្មតាអញ្ចឹងខ្ញុំចង់ប្រាប់អ្នកនរគ្នាថា the next game របស់ DJ យើងទាំងអស់គ្នាចាប់ផ្ដើមពីពេលនេះទៅបងប្អូនគួរសិក្សាស្វែងយល់អំពីកម្មវិធីប្រើប្រាស់ធ្វើភ្លេងរៀន mash up ឬក៏រៀន edit ឲ្យទៅអ្នកនរគ្នានឹងអរគុណខ្ញុំក្នុងរយៈពេល5ឆ្នាំទៀតពួកអីអ្នកណាគេក៏ធ្វើ DJ បានដែរប៉ុន្តែអត់មានមនុស្សច្រើនទេដែលធ្វើជា producer បង្កើតចម្រៀងខ្លួនឯងធ្វើឲ្យខ្លួនឯងលេចធ្លោបើសិនជាបងប្អូនអ្នកនរគ្នាចង់មានភាពលេចធ្លោចង់មានឱកាសច្រើនដើម្បីសម្ដែងនៅក្រៅប្រទេសឬក៏សម្ដែងឆាកធំៗអ្នកនរគ្នាត្រូវតែមានសមត្ថភាពក្នុងការផលិតចម្រៀងហើយនេះបើបងប្អូនជា DJ ស្ដាប់ខ្ញុំទៅអត់ខុសទេអ្នកនរគ្នាចាប់ដើមពីឥឡូវទៅ5ឆ្នាំទៀតអ្នកនរគ្នានឹងឃើញផ្លែផ្កាយបើសិនអ្នកនរគ្នានៅតែចាំពេលវេលាណាមួយដែលល្អអ្នកនរគ្នាអាចចាប់ផ្ដើមធ្វើភ្លេងបានទេចាប់ផ្ដើមរៀនពី edit ទៅរៀនពី mash up ទៅអាហ្នឹងគឺជា basic របស់ DJ ដែលគាត់រៀនពី music production សូម្បីតែខ្ញុំផ្ទាល់ខ្ញុំ grew up ពី mash up ហើយនឹង edit ដូចគ្នាបន្ទាប់មកពី3ឆ្នាំ4ឆ្នាំឡើងទៅចាប់ផ្ដើម level up ខ្លួនឯងខ្ញុំស្គាល់ខ្លួនឯងខ្ញុំយល់ខ្លួនឯងខ្ញុំអភិវឌ្ឍខ្លួនឯងទៅមុខទៀតអញ្ចឹងបងប្អូនអ្នកនរគ្នា DJ complete ថា sound style គឺវាសំខាន់សម្រាប់យើងមែនតើដូចសិល្បករយើងល្បីនៅស្រុកខ្មែរគាត់មានភាពលេចធ្លោដោយសារអីគឺគាត់មាន unique របស់គាត់គាត់ពី style របស់គាត់ស្គាល់ពី sound របស់គាត់យើងជា DJ យើងជាសិល្បករយើងក៏ដូចគ្នាចំណុចនេះហើយគឺជាចំណុចដែលខ្ញុំមានហើយអ្នកដទៃគេអត់មានហើយខ្ញុំអាចលក់តម្លៃខ្លួនខ្ញុំបានខ្ពស់ដូចគ្នាហើយខ្ញុំមានឱកាសច្រើនបានទៅធ្វើការនៅតាម club ជុំវិញពិភពលោកឬក៏ធ្វើការជាមួយ music production ធំឬក៏ collaborate ជាមួយសិល្បករផ្សេងហើយបើនិយាយស្មោះធម៌ហ្មងបើយើងអត់លេចធ្លោទេគេអាច booking DJ ណាដែលខ្ញុំនិយាយចឹងធូរថ្លៃជាងយើងហើយពេលខ្លះអាចគេយកមកគឺចាក់ល្អជាងយើងទៀតអញ្ចឹងអ្នកនរគ្នាយល់ពីគំនិតដែលខ្ញុំប្រាប់ហើយស្វែងខ្លួនឯងព្យាយាមបង្កើតអីជាខ្លួនឯងរក style ខ្លួនឯងនឹងចាប់ផ្ដើមសិក្សាពី music production ពីពេលនេះទៅ5ឆ្នាំក្រោយអ្នកនរគ្នានឹងឃើញផលផ្លែផ្កាមិនដឹងថាខ្ញុំនិយាយអត់ខុសទេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូហើយសង្ឃឹមថាវាគឺជាប្រយោជន៍មួយជូនដល់បងប្អូនអ្នកនរគ្នានៅក្នុងវិស័យនេះបានសិក្សាស្វែងយល់និងបានលូតលាស់ទាំងអស់គ្នា Peace and love ហើយអ្នកនរគ្នាកុំភ្លេចជួយ follow page ទាំងក្នុង Facebook ទាំងក្នុង YouTube និងអ្នកនរគ្នាចង់បានមេរៀនថ្មីៗកុំភ្លេចចូល subscribe នៅក្នុង Telegram ដូចគ្នាមួយទៀតគឺជាជំរឿសបើសិនជាបងប្អូនអ្នកនរគ្នាស្រឡាញ់អ្វីដែលខ្ញុំកំពុងធ្វើចូលចិត្តអ្វីខ្ញុំកំពុងធ្វើអ្នកនរគ្នាកុំភ្លេចជួយ follow ខ្ញុំមួយនៅក្នុង Instagram ផងឈ្មោះ Dentronic អរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះ